នាងអើយឆាកជីវិតរបស់ខ្ញុំប្រៀបបានដូចជាដុំត្រកៀតរត់សាតអណ្ដែតនៅលើផ្ទៃកុងគាគ្មានកោះគ្មានត្រើយគ្មានទីសំចត់ទេណានាងប៉ុន្តែខ្ញុំសង្ឃឹមថាកុំត្រកៀតនោះកុំមានថ្ងៃណាមួយនឹងរកកន្លែងចំណត់ឃើញមិនខានណាបងអូណានាងអើយឆាកជីវិតកំសត់របស់ដុំត្រកៀតនេះមិនសង្ឃឹមថានឹងមានទីសំចត់ដល់ស្ដុកស្ដំនោះឡើយឬមួយកុំត្រកៀតនោះវាមានកន្លែងចំណត់ហើយពិតណាស់មានហើយណានាងតែនៅឯណាអូច្រើនណាស់រាប់មិនអស់ទេណានាងអើយរាប់មិនអស់ទេអីណានាងទីសំចត់របស់ដុំត្រកៀតគឺកន្លែងត្រប៉ាំងបឹងបួរជ្រោះជ្រលងដងអូទន្លេសមុទ្រមហាសាគរដ៏ធំធេងនោះហើយទីនោះជាទីសំចត់របស់ដុំត្រកៀតណានាងបងប្រុសនេះខូចណាស់ខ្ញុំសួរមែនបែរជានិយាយមេឃផ្កាយឯណានោះទៅវិញអូនចង់ឧទាហរណ៍ថាដូចជាវាមានដល់ស្គមស្កាយគ្រួសាររបស់អូននេះមិនអាចរកកន្លែងចំណត់ឲ្យគុំត្រកៀតនោះបានឬអីបាទណានាងខ្ញុំជាកម្មករក្រកសតបានមករស់នៅមានការងារធ្វើនេះជាភពវាសនារបស់ខ្ញុំហើយខ្ញុំមិនប្រាថ្នាអីក្រៅពីនេះទៀតទេតែណោះឲ្យចោះខ្ញុំជម្រាបលាណានាងសិនហើយខ្ញុំសូមលាសិនហើយណានាងកុំអាយប្រញាប់ទៅណាពេកវាយខ្ញុំផងធ្វើមិនដេចទេញ៉ាំកងកន្លងបនណាបាទលានាងអើយខ្ញុំជាមនុស្សកំព្រីគ្មានឪពុកគ្មានអ្នកម្ដាយជីដូនជីតាក៏ត្រូវស្លាប់អស់ណានាងអើយខ្ញុំក្រណាស់ខ្ញុំមិនប្រាថ្នាទេតែណានាងអើយមិនខ្វះទេគេអ្នកមានគេលូនក្រាប
សូមបានជាគូតកនឹងអ្នកនាងណាអ្នកនាងខ្ញុំមិនហ៊ាននៅទីនេះយូរទេខ្លាចលោកអង្ខោធ្វើដំណើរមកតាន់ស្ដីបន្ទោសខ្ញុំសូមលាអ្នកនាងទៅកន្លែងធ្វើការវិញហើយខ្ញុំលាអ្នកនាងសិនហើយអ្នកនាងខ្ញុំនៅទីនេះមិនបានទេលោកអង្ខោស្ដីបន្ទោសខ្ញុំណាអ្នកនាងឡើងលើវិមានទៅអ្នកនាងសូមនាងអញ្ជើញឡើងទៅវិមានទៅឡើងទៅអ្នកនាងខ្ញុំលាហើយអូយស្លាប់ហើយលោកអើយបាក់ជើងខ្ញុំហើយបាក់ជើងអ្នកនាងជួយផងជួយស្លាប់ទៅលើហើយខ្ញុំមិនហ៊ានទេខ្ញុំមិនហ៊ានតាំងជួយខ្ញុំផងអ្នកនាងទូទ្រាំឡើងម្នាក់ឯងទៅបាទទទួលបញ្ជាអ្នកនាងចុកកន្លែងនេះមែនទេមិនមែនទេក្បាលជង្គង់នេះក្បាលជង្គង់អូយប្រាប់ឲ្យបន្តិចទៅអូយចាំហៅបងទៀតសោអូយអ្នកនាងអត់អីទេអ្នកនាងធ្វើអញ្ចឹងខ្ញុំភ័យណាស់តែនៅឲ្យចុះអ្នកនាងសូមអ្នកនាងឡើងលើវិមានទៅកុំនៅទីនេះម្នាក់ឯងអ្នកនាងយ៉ាងដេចអ្នកនាងយំអញ្ចឹងជើងនាងនៅឈឺណាស់មែនទេជើងខ្ញុំបាត់ឈឺហើយយ៉ាងម៉េចអ្នកនាងនៅយំអញ្ចឹងខ្ញុំយំព្រោះពីបងព្រោះអំពីខ្ញុំបងទៀតសោតាំងពីបដាចាធំដឹងក្តីដោយប៉ុណ្ណឹងមិនដែលបុរសណាម្នាក់មកប៉ះពាល់ដល់រាងកាយបដាចាទេតែពេលនេះមានតែបងទេតែខ្ញុំគ្មានចេតនាទេណានាងអើយមានតែបងទេដែលជាអ្នកមកប៉ះពាល់ដល់រាងកាយបដាចាបងទៀតសោបងត្រូវតែទទួលនៅការខុសត្រូវទាំងអស់ណាបងអ្នកនាងម្ដាចាអ្នកនាងចាប់ទូខ្ញុំអូអ្នកនាងអើយខ្ញុំភ័យណាស់មកហើយឲ្យខ្ញុំសូមអភ័យទូទៅដែលខ្ញុំជ្រួចជ្រួទៅលើអ្នកនាងបើអ្នកនាងចាប់ទូខ្ញុំអញ្ចឹងខ្ញុំក៏មិនហ៊ាននៅទីនេះយូរដែរខ្ញុំនឹងធ្វើដំណើរទៅរកទីកន្លែងណាដើម្បីខ្ញុំពឹងពាក់ឋានៈអាស្រ័យគេហើយខ្ញុំមិនហ៊ាននៅទីនេះទៀតទេខ្ញុំលាហើយបងទៀតសោបើសិនជាបងដាច់ចិត្តទៅចោលអូននឹងសម្លាប់ខ្លួនហើយម្ដាយចាខ្ញុំបងយល់ព្រមឲ្យអូនបាទចាអូនទៀតសោបាទចាអូនមែនហេតុតែសំណាងរបស់មនុស្សមែនគេមកពីណាពីណីមកមានមនុស្សស្រឡាញ់ចំណែកឯងធ្វើការដេកដៃដេកជើងគឺមានខ្មោចណាគេសម្លឹងឃើញសោះមែននៅនាងម្ដាចាស្អាតមែនស្អាតប្រៀបបានដូចជាសត្វទន្សាយចំណែកជាសប្រៀបបានដូចជាសត្វខ្លាពេលណាវាឃើញសត្វទន្សាយវត្តតែងទៅចូលចាក់ញ៉ាំគ្រប់តែម្ដងឯងនិយាយរឿងស្នេហាបណ្ដាចាដូចជាសន្ស័យនឹងខ្លាយ៉ាងម៉េចអាពិតណែចាសមឯងចង់និយាយស្នេហាជាសនឹងបណ្ដាចាណាប្រៀបបានដូចជាសត្វខ្លានិងសត្វសន្ស័យពេលណាវាឃើញគ្នាតែងតែចូលចាប់ទៅគ្រប់អញ្ចឹងហើយអាសម
បើនិយាយជាងឯងជំនាញកែដល់រឿងស្នេហាបន្តិចបន្តួចណាសោះទេ បើឯងចេះក្រន់បើឯងជួយវែកញែករឿងនេះឲ្យឯងស្ដាប់